សូមឲ្យបងស្រីជំនួសបងស្រីធ្វើពិធីមង្គលការជាមុនសិនរួចពេលរកឃើញបងស្រីវិញទើបបដូរមកវិញហាញការរបស់ពួកគេទទួលបានជោគជ័យគ្មានការលាតត្រដាងទេទាំងបងខ្លាយខ្លួនឯងនិងញាតិមិត្តភក្តិគ្មាននរណាដឹងថាគូនក្រមុំនៅពេលនេះគឺជាបងស្រីទេប៉ុន្តែក៏មានឧបទ្ទវហេតុតូចមួយកើតឡើងដែរជាងឈានអាពាហ៍ពិពាហ៍ដែលបងខ្លាយបានបញ្ជាទិញតាមទំហំរ៉ែមដៃបងស្រីពេលនេះមិនអាចពាក់លើដៃស្រីនោះបានទេមីនេះញ៉ាំច្រើនបន្តិចថត់ឡើងមែនទេខឹបមួយសំណាងល្អដែលឪពុកម្ដាយទាន់ពេលនៅក្នុងឆាកបានដឹកនាំចង្វាក់ធ្វើឲ្យការសង្ស័យរបស់បងខ្លាយរលីបាត់មួយព្រែកវាឯស្រីនោះពេលឃើញបងខ្លាយចូលមកចិត្តក៏ថយក្រោយមិនឈប់នាងដំឡើយគ្រាន់តែជាអ្នកជំនួសរៀបការថាអាចថាប់គ្នាបានដោយរបៀបណាប៉ុន្តែបងខ្លាយបែរជាទីនាងមកដោយអំណាចរួចថាប់ចោះទៅបន្ទាប់ពីពិធីមង្គលការចប់យប់នោះនាងប្រកាសជាមិនព្រមរួមនោះទេទើបប្រាលេខថាមកដល់ដើម្បីបដិសេធការស្និទ្ធស្នាលលទ្ធផលពេលភ្ញាក់ពីគេងថ្មីបន្ទាប់ខ្លួនឯងបែរជាអបបងខ្លាយដេកលក់យ៉ាងថែមល្ហែមទៅវិញមិនដឹងធ្វើម៉េចសោកស្ដាយណាស់ក្រោយពីដេកមកគ្រួសារទាំងអស់គ្នាញ៉ាំអាហារពេលព្រឹកក៏បានជួបម្ដាយក្មេកនិងឪពុកក្មេកដែរអ្វីដែលមិននឹកស្មានដល់គឺម្ដាយក្មេកពិតជាពេញចិត្តនឹងកូនប្រសាស្រីនេះណាស់ដូច្នេះនាងក៏ញ៉ាំពងមាន់ដែលម្ដាយក្មេកតាឲ្យដល់មិនស្ទាក់ស្ទើរហើយបងខ្លាយក៏សង្ស័យមានម្ដងទៀតព្រោះបងស្រីតាំងពីយូរមកហើយមិនចូលចិត្តញ៉ាំពងមាន់ក្រោយពីញ៉ាំឆ្អែតហើយនាងក៏នាំបងខ្លាយទៅធ្វើការរួចសម្រាប់ចិត្តត្រឡប់មកបន្ទប់វិញដេកបន្តប៉ុន្តែអ្នកមិនឡើងមកទេខ្ញុំនាំអ្នកទៅនាំខ្ញុំទៅណាតាំងពីថ្ងៃនេះមិនធ្វើការហើយស្ទើរតែភ្លេចបងស្រីខ្ញុំជាមនុស្សចូលចិត្តធ្វើការក្នុងនាមជាបងស្រីដែលចូលចិត្តធ្វើការមិនថារៀបការទេសូម្បីតែទីមេធារើក៏ទៅធ្វើការឲ្យប៉ុនពេកដែរការទីបន្តរបស់ក្មេងស្រីនោះមិនបានទេដូច្នេះតែអស់សង្ឃឹមក៏ឡើងទៅធ្វើការជំនួសបងស្រីយីងតែចង់យំតែគ្មានទឹកភ្នែកឃើញបងខ្លាយមិននៅជំនេរទេបើកុំព្យូទ័រយូរតែចាប់តាមរវល់នេះនឹងបងស្រីនៅតែជាគូស្នេហ៍ដែលកើតមកសម្រាប់គ្នាសឹកតែជាមនុស្សឈួតការងារដូច្នេះនាងក៏សរសើរមួយម៉ាត់ដល់ចិត្តណាឬមិនចិត្តណារូបរាងពេលអ្នកធ្វើការយ៉ាងយកចិត្តទុកដាក់ស្អាតណាស់ពេលអ្នកមិនធ្វើការក៏គួរឲ្យស្រឡាញ់ដែរតែប្រពន្ធខ្លាញ់ខ្លាយនាងអាចទទួលបានប៉ុន្តែរឿងការងារដែលជាអ្វីដែលមានជំនាញតើត្រូវដោះស្រាយយ៉ាងម៉េចសំណាងល្អដែលឪពុកម្ដាយបានប្រាប់ជំនួយការពីមុនរួចហើយជំនួយការក៏ដឹងពីអត្តសញ្ញាណពិតរបស់ក្មេងស្រីដូច្នេះក្នុងការងារក៏ជួយទ្រទ្រង់យ៉ាងពេញលេញកងឆ្លាដែលបុគ្គលិកប្រគល់ឲ្យធ្វើតែជំនួយការមកក្បាលព្រមទើបចុះហត្ថលេខាតែនាង Trace ប្រហាមួយភ្លេចចុះហត្ថលេខាឈ្មោះខ្លួនខាញ់ហើយបន្ទាប់មកជំនួយការរំលឹកទើបលុបចោលហើយចុះហត្ថលេខាឈ្មោះបងស្រីវិញទេស្តាប់ប្របាយការបុគ្គលិកក៏អង្គុយជាមួយគេងទៀតបន្ទាប់មកក៏មានជំនួយការបញ្ចប់ផ្សេងហើយនាងទៀតថ្ងៃធ្វើការនេះនាងមួយគេងរាប់មិនអស់ដងទីបំផុតហត់រហូតដល់ម៉ោងចេញពីការងារក៏ស្រែកឡើងលើមេឃដឹងថាការងារប្រចាំថ្ងៃរបស់បងស្រីលំបាកម្លេះមានតែអធិដ្ឋានឲ្យឪពុកម្ដាយរកឃើញបងស្រីឲ្យបានឆាប់ម៉ាក់អ្នកទាំងពីរអាចបដូរខ្ញុំត្រឡប់ទៅវិញបានខ្ញុំចិត្តស៊ូមិនបានហើយពេលនេះបងខ្លាយព្រោះលេខមកយប់នាងទៅចេះនាងនោះពុកលឹកកាន់ផែនការរត់មកចង់ភ្ជាប់ការងារធ្វើឲ្យនាងភ័យឡើងឡានរត់ភ្លាមប្រញ្ញាចិត្តមិនធ្វើការខាងម៉ោងប៉ុន្តែការនេះក៏ធ្វើឲ្យបងខ្លាយព្រោះការចិត្តសង្ស័យម្ដងទៀតបាទដូចបងស្រីដែលជាអ្នកធ្វើការយ៉ាងខ្លាំងសូម្បីតែបន្ទាប់ពីចេញពីការងារក៏ដោយគ្រាន់តែមានការភ្ជាប់ការងារក៏សុខចិត្តខ្លាំងណាស់ក្មេងស្រីក៏ដឹងពីចំណុចនេះដូច្នេះក៏ចាប់ដៃបងខ្លាយព្រោះតែខ្លួនឯងបង្ហាញថាទើបតែរៀបការចង់នៅជាមួយប្តីច្រើនបន្ទាប់មកបងខ្លាយព្រោះក៏យកនំស្ប៊ឺរ៉េដែលទើបទិញថ្មីមកឲ្យនាងញ៉ាំនេះធ្វើឲ្យនាងសប្បាយចិត្តកាន់ហើយរីករាយប៉ុន្តែចំណុចនេះហើយដែលធ្វើឲ្យបងខ្លាយព្រោះបញ្ជាក់ថានាងមិនមែនបងស្រីទេព្រោះបងស្រីមានហាឡាជីនឹងស្ប៊ឺរ៉េមិនដែលញ៉ាំស្ប៊ឺរ៉េប៉ុន្តែតែគួរឲ្យភ្ញាក់ផ្អើលបងខ្លាយព្រោះមិនបានលាបត្រដាងនាងទេជ្រើសរើសប្រឡិចហើយបន្តនៅជាមួយនាងក្នុងនាមជាគូស្វាមីភរិយាពេលយកក្មេងស្រីឃ្លានពូម្ដងទៀតមានបំណងញ៉ាំអាហារពេលយប់បងខ្លាយព្រោះតាមឡើយចង់ប្រជុំធ្វើមកធ្វើឲ្យនាងគាត់ឲ្យចង់ធ្វើម្ហូបឆ្ងាញ់ឲ្យនាងប៉ុន្តែនាងទូចង់ធ្វើមេភីមដែលខ្លួនឯងប៉ុន្តែអ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលគឺបងខ្លាយមិនដែលញ៉ាំមេភីមទេដូច្នេះនាងត្រូវតែធ្វើឲ្យបងខ្លាយចូលចិត្តមីនេះឲ្យបានទោះបីជាមេភីមដែលធ្វើមើលទៅគួរឲ្យចង់ញ៉ាំក៏ដោយប៉ុន្តែបងខ្លាយគ្រាន់តែភ្លុកពីរបេខំមិនមានប្រតិកម្មអ្វីទេធ្វើឲ្យនាងប្រញាប់បង្រៀនពីរបៀបញ៉ាំមេបែបថ្មីដល់បងខ្លាយអុយការញ៉ាំមេបែបនេះត្រូវតែស៊ីប៊ឺទើបមានរសជាតិជាងមេងស្រីនៅតែតាក់ទងជាមួយឪពុកជារៀងរាល់ថ្ងៃក្រៅពីដាស់តឿនឪពុកឲ្យរកបងស្រីឲ្យលឿនក៏សូមឲ្យឪពុកយកឆ្កែមកជាមួយដែរសម្រាប់អ្នកចិញ្ចឹមសត្វចិញ្ចឹមការមិនបានឃើញយូរពេកគឺគិតរំណាស់ប៉ុន្តែលើកនេះធ្វើបងខ្លាយឃើញដល់ចៃដន្យចំណុចសង្ស័យថ្មីក៏លេចឡើងម្ដងទៀតព្រោះពីមុនបងស្រីចិញ្ចឹមឆ្មាមិនដែលចិញ្ចឹមឆ្កែទេព្រោះក្មេងស្រីក៏មានចំណុចក្រៅពីក្មេងស្រីទុនចិត្តត្រូវពន្យល់ថាឆ្មាដែលបងស្រីចិញ្ចឹមឯកាណាដូច្នេះនាងក៏ទិញឆ្កែមួយមកជាមួយបងខ្លាយមិនអីទេឲ្យនាងយកឆ្កែមកផ្ទះធ្វើឲ្យនាងសប្បាយចិត្តភ្លាមដូរមកថាប៉ាគាត់ថាតែប៉ាមែនទេគាត់មិនមែនទេក៏អាចថប់គូនប្រុសដែរថ្ងៃនេះជាថ្ងៃខួបកើតរបស់មិត្តស្រីចិត្តឲ្យក្មេងស្រីចេញមកលេងនៅយប់នេះប៉ុន្តែស្ថានភាពរបស់នាងពេលនេះមិនដូចមុនទេពេលនេះនាងជំនួសបងស្រីមិនត្រឹមតែជាមនុស្សខំធ្វើការរហូតគ្រប់ពេលទេថែមទាំងជាប្រពន្ធគេដែលថែរក្សាគ្រួសារទៀតប៉ុន្តែពេលនេះម្ដាយក្មេកនិងឪពុកក្មេកចេញទៅលេងមកជុំយប់នេះហើយបងខ្លាយក៏ចេញទៅចរចាអាជីវកម្មដែរចុងក្រោយនាងស្លៀកពាក់ស្អាតមកជួបមិត្តស្រីប៉ុន្តែអកុសលរៀងខ្លួនបងខ្លាយក៏ឃើញនាងនៅក្បែរនោះដូច្នេះពេលនាងនិងមិត្តស្រីកំពុងញ៉ាំផឹកហើយមានប្រុសស្អាតនៅជាមួយក៏មានប្រហុកធំមួយត្រូវបានរុនចូលបន្ទប់មិត្តស្រីគិតថាជាអំណោយថ្ងៃកំណត់ប៉ុន្តែមិននឹកស្មានថាមានមិត្តកុមារភាពរបស់នាងលោតចេញពីប្រហុកធ្វើឲ្យនាងថាអន់ចិត្តហត់ត្រឡប់មួយនឹងខ្ញុំគ្មានទេវាជារបស់ខ្ញុំដើមចុះអ្នកស្គាល់ខ្ញុំទេ